ជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធក្នុងទស្សនវិស័យរួមគ្នាដែលជាអភិវឌ្ឍនភាពស្ថាប័ននិងអភិវឌ្ឍនភាពវិស័យគ្រប់តួអង្គអាចចាប់យកកលានុវត្តភាពនិងសក្តានុពលពីប្រព័ន្ធអេកូឡូស៊ីបរិស្ថានឌីជីថលដែលបានអភិវឌ្ឍហើយកំពុងអភិវឌ្ឍនៅពេលបច្ចុប្បន្ននិងត្រូវអភិវឌ្ឍនៅពេលខាងមុខការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបរិស្ថានឌីជីថលដែលជាវត្ថុបំណងនៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិស្ថានឌីជីថលទាមទារមានការចូលរួមពីគ្រប់តួអង្គប្រកបដោយស្មារតីសហភាពជាអ្នកដឹកនាំ co-leadership និងសហវលញ្ចនកិច្ច co-engagement ដោយបន្តនឹងការរួមវិភាគទានឲ្យសម្រេចសមិទ្ធផលការងាររួមគ្នាដោយបន្តអនុវត្តបេសកកម្មរួមគ្នាក្នុងឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍រួមគ្នារបស់ប្រជាជាតិដែលជាមាគ៌ានៃការបំពេញការងាររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិកម្មឌីជីថលនៃអសហកន្លងទៅដែលប្រកាន់ខ្ជាប់នៅស្មារតីនៃការធ្វើការងាររួមគ្នាជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធក្នុងទស្សនវិស័យរួមគ្នាដែលជាអភិវឌ្ឍនភាពស្ថាប័ននិងអភិវឌ្ឍនភាពវិស័យ